ក្រោយពីមានបទឈប់បាញ់ជាង3 ខែមកនេះថៃនៅតែពង្រីកការឈ្លានពានទឹកដីខ្មែរមិនឈប់មិនឈររហូតដល់ស្រុកចំខ្សានក្បែរប្រាសាទព្រះវិហារបើទោះបីជារដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតបានបន្តតវ៉ាយ៉ាងសកម្មជាង700លើកក្តីការនេះជំរុញឲ្យមានការលើកឡើងថាបូរណភាពទឹកដីខ្មែរនៅពេលនេះកំពុងជួបហានិភ័យធ្ងន់ធ្ងរជាងពេលណាទាំងអស់ដោយសំអាងថាភាពសកម្មតវ៉ារបស់កម្ពុជាទាំងមិនព្រមប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះវាជាឱកាសទុកពេលឲ្យថៃពង្រីកការឈ្លានពានទឹកដីខ្មែរតាមទំនើងចិត្តការលើកឡើងរបស់អ្នកឃ្លាំមើលនិងមន្ត្រីបពប្រឆាំងបែបនេះក្រោយពីរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅតែបន្តចេញលិខិតតវ៉ាជាង700លើកបើទោះបីជាថៃមិនបញ្ឈប់ការឈ្លានពានក៏ដោយហើយថ្មីនេះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបាននិយាយថាកងកម្លាំងប្រដាប់អាវុធថៃធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារនិងបង្កើនការរាយលួសបន្លាដាក់ពង្រាយរថពាសដែកនៅតំបន់អូស្មាច់និងបុស្បូវជាំតែជាដើមកាលពីថ្ងៃទី5ខែមេសាក្រសួងការបរទេសកម្ពុជាបានអះអាងថាកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារភាគខាងជើងនៃវត្តកៅសខាគ្រីស្វារៈនិងរាយលួសបន្លាប្រវែងប្រមាណជា100ម៉ែត្រព្រមទាំងពង្រាយរថពាសដែកនៅតំបន់បុស្បូវជាំតែខេត្តព្រះវិហារកាលពីថ្ងៃទី4ខែមេសានិងពង្រាយរថពាសដែក2គ្រឿងជាមួយនឹងកងកម្លាំងជិត100នាក់ចូលតំបន់អូស្មាច់ខេត្តឧត្តរមានជ័យកាលពីដើមខែមេសាក៏ប៉ុន្តែភាគីកម្ពុជាមិនបានទាមទារឲ្យថៃដកថយឬក៏ប្រើសិទ្ធិស្វ័យការពារដើម្បីបុព្វហេតុការពារទឹកដីនោះទេដោយគ្រាន់តែទាមទារឲ្យថៃបញ្ឈប់សកម្មភាពនេះជាបន្ទាន់ដោយសំអាងថាសកម្មភាពរបស់ថៃនេះបានរំលោភបូរណភាពទឹកដីកម្ពុជាក្រោមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907និងផ្ទុយពីសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរក្រសួងការបរទេសកម្ពុជានៅតែបញ្ជាក់ជំហរថាខ្លួនគោរពយ៉ាងមុតមមនៅជំហរជាគោលការណ៍ថាបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងនោះទេហើយកម្ពុជាបដិញ្ញាចិត្តឥតងាករេនៅក្នុងការដោះស្រាយវិវាទព្រំដែនជាមួយនឹងប្រទេសថៃតាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីនានាជុំវិញបញ្ហានេះអ្នកតាមដានភូមិសាស្ត្រនយោបាយលោកសេងវ៉ាន់លីយល់ឃើញថាការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានៅពេលនេះជាពិសេសនៅក្បែរតំបន់ប្រាសាទព្រះវិហារគឺវាជាលទ្ធផលនៃភាពកំសោយនៃឆន្ទៈនយោបាយរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលបន្តការទូតបែបអង្វរករនិងការអត់ធ្មត់ហួសហេតុហាក់ដូចជាធ្វើសម្បទានឲ្យសត្រូវកាន់តែមានព្រៀបខ្លាំងលោកបន្តថាចំណែកឯការមិនដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏ប្រើសិទ្ធិស្វ័យការពារបូរណភាពទឹកដីតាមផ្លូវយោធានោះលោកយល់ថាបានធ្វើឲ្យការតវ៉ាតាមក្រដាសស្នាមជាង700លើកคล้ายជាគ្មានន័យអ្វីទាំងអស់ការដែលភាគីថៃនៅតែបន្តមហិច្ឆតារំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជានៅក្បែរតំបន់ប្រាសាទព្រះវិហារគឺជាលទ្ធផលនៃភាពកំសោយនៃឆន្ទៈនយោបាយរបស់រដ្ឋាភិបាលហ៊ុនម៉ាណែតដែលនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបអង្វរករនិងការអត់ធ្មត់ហួសហេតុដែលជួនកាលហាក់ដូចជាការធ្វើសម្បទានឲ្យសត្រូវរំលោភបំពានកាន់តែខ្លាំងបើតាមលោកវ៉ាន់លីដើម្បីបញ្ចប់ការឈ្លានពានរបស់ថៃលោកហ៊ុនម៉ាណែតត្រូវតែបោះបង់ចោលនៅមនោគមវិជ្ជាការទូតខ្យល់ហើយងាកមកអនុវត្តវិធានការដាច់ខាតតាមរយៈនៃការធ្វើអន្តរាគមន៍ជាតូវនីយកម្មជំនួសព្រំដែនទៅក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងការដាក់ពង្រាយកម្លាំងទ័ពជួរមុខដើម្បីបង្ហាញអំពីអធិបតេយ្យភាពពិតប្រាកដនិងកែតម្រង់ផ្ទៃក្នុងដោយស្មារតីនីតិរដ្ឋគោរពសិទ្ធិមនុស្សដើម្បីអាចបញ្ចុះបញ្ចូលពិភពលោកឲ្យជួយការពារទឹកដីរបស់ខ្លួនបានតែផ្ទុយទៅវិញលោកថាបើមេដឹកនាំមិនផ្លាស់ប្ដូរអរិយាប័ត្រនិងហ៊ានប្រឈមមុខតាមផ្លូវច្បាប់អន្តរជាតិទេអធិបតេយ្យជាតិខ្មែរនឹងត្រូវប្រទេសជិតខាងមើលងាយនិងមានប្រៀបទាំងផ្នែកយោធានិងកិត្តិយសនៅលើឆាកអន្តរជាតិ
យ៉ាងណាក៏ដោយប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាបានអះអាងថារាជរដ្ឋាភិបាលកម្ពុជាបានទាមទារឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពខុសច្បាប់ទាំងនោះជាឯកតោភាគីនិងកាត់បន្ថយភាពតានតឹងជាដើមថ្លែងនៅថ្ងៃទី6មេសានេះអ្នកនាំពាក្យរូបនោះពុំបានបញ្ជាក់ថាកម្ពុជាប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅពេលណានោះទេដោយគ្រាន់តែលើកឡើងពីការសរសើរមេដឹកនាំថាមានស្មារតីសាមគ្គីជាតិនិងការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏ដូចជាថ្នាក់ដឹកនាំកម្ពុជារបស់ជាតិជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីព្រមទាំងមន្ត្រីនៃក្រសួងស្ថាប័ននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាប្រជាពលរដ្ឋគ្រប់ទិសទីតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះវីរយុទ្ធជនដែលឈរជើងនៅជួរមុខនិងប្រជាពលរដ្ឋភាគសឹកចំណែកមន្ត្រីគណៈបកប្រឆាំងមើលឃើញផ្ទុយស្រឡះពីនេះតំណាងរាជគណៈបកសង្គ្រោះជាតិដែលមានជំនាញកិច្ចការព្រំដែនលោកអ៊ុំសំអានមើលឃើញថាថៃបន្តឈ្លានពានតាមទំនឹងចិត្តរហូតដល់ចិត្តប្រាសាទព្រះវិហារនេះក៏ព្រោះតែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនដែលរារាំងនិងអសមត្ថភាពចំណែកឯការមិនប្រើសិទ្ធិស្វ័យការពារដោយសារលោកហ៊ុនម៉ាណែតខ្លាចថៃវាយបករហូតដល់បាត់បង់អំណាចពេលដែលរដ្ឋាភិបាលហ៊ុនម៉ាណែតទៅធ្វើជាបន្តគឺទៅប្រើសិទ្ធិស្វ័យការពារគឺយកកងកម្លាំងបដាវុធរបស់កម្ពុជាទៅរារាំងទប់ស្កាត់មិនឲ្យរាយបន្លាលួសយកដីខ្មែរយើងសាច់ចិត្តដាក់ទូកុងតឺន័រឬជីកបន្លាយកដីខ្មែរយើងសាច់ចិត្តអាហ្នឹងជារឿងដែលត្រូវធ្វើបន្តណាហើយជំហានបន្តត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ91ហើយនិងប្តឹងថៃទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីទាមទារឲ្យថៃដកតបចេញពីទឹកដីកម្ពុជាជុំវិញបញ្ហានេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតយល់ឃើញថាថៃអាចពង្រីកការឈ្លានពានទឹកដីខ្មែរស្ទើររាល់ថ្ងៃដោយសារតែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអន់និងគ្មានវិធានការការពារខ្លួនឬក៏ហ៊ានប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាផ្លូវការតែលោកថាលោកហ៊ុនម៉ាណែតពូកែធ្វើបាបពលរដ្ឋខ្មែរគ្នាឯងដោយគ្រាន់តែបញ្ចេញមតិរឿងព្រំដែនហើយពួកគេត្រូវបានចាប់ខ្លួនក្រៅពីនេះរដ្ឋាភិបាលមិនបានបណ្ដុះគំនិតស្នេហាជាតិនោះទេតែបែរជាបង្កើតកម្មវិធីសប្បាយដើម្បីឲ្យពលរដ្ឋភ្លេចនៅការឈ្លានពានរបស់ថៃនេះទៅវិញដែលនេះលោកថាជាជ្រុងមួយជំរុញឲ្យថៃរឹតតែបានចិត្តក្នុងការបង្កើនការឈ្លានពានកម្ពុជាតាមទំនឹងចិត្តត្រូវតែការពារខ្លួនដើម្បីកុំឲ្យបរទេសហ្នឹងមើលស្រាលកម្ពុជាសៀមមិនត្រូវមើលស្រាលកម្ពុជាទៅភាគីកម្ពុជារដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិត្រូវប្រើសិទ្ធិការពារខ្លួនជាសិទ្ធិស្របច្បាប់អន្តរជាតិហើយទី2គឺត្រូវប្រើសិទ្ធិប្តឹងពេលវេលានឹងវាសមល្មមហើយជាងកន្លះឆ្នាំល្មមអាចប្តឹងថៃទៅកាន់តុលាការអន្តរជាតិបានមាត្រា51នៃច្បាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ បានចែងថាបើរដ្ឋមួយមកឈ្លានពានរដ្ឋមួយទៀតរដ្ឋដែលរងគ្រោះដោយសារតែការឈ្លានពានគឺមានសិទ្ធិការពារខ្លួនការនេះលោកម៉ែនណាតយល់ថាលោកហ៊ុនម៉ាណែតពិតជាអសមត្ថភាពមែនតែនដោយចេះតែអង្វរថៃចរចាទ្វេភាគីទោះថៃមិនខ្វល់ខ្វាយចូលតុចរចាហើយបង្កើនការឈ្លានពានមិនចេះឈប់មិនចេះឈរក្តីយោធាថៃបានពង្រីកការឈ្លានពានកម្ពុជាជាង3ខែមកហើយចាប់តាំងពីមានបទឈប់បាញ់លើកទី2ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងលាក់បាំងព័ត៌មានទីតាំងដែលត្រូវថៃឈ្លានពានកាន់កាប់ជាង50ទីតាំងផងដែរលើសពីនេះលោកហ៊ុនម៉ាណែតបានចាប់ពលរដ្ឋតែឈឺឆ្អាលបញ្ចេញមតិអំពីបញ្ហាបាត់បង់ទឹកដីទៅប្រទេសថៃនេះអ្នកឃ្លាំមើលយល់ថាបើលោកហ៊ុនម៉ាណែតហ៊ានដេញទានថៃពីដីខ្មែរដូចដេញចាប់ពលរដ្ឋខ្មែរខ្លួនឯងទៅដាក់គុកនោះឬក៏ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះកម្ពុជាមិនរងការឈ្លានពានម្ដងហើយម្ដងទៀតពីប្រទេសជិតខាងដូចពេលនេះទេខ្ញុំញឹមសុខន VOD